nhằm bạp na từ plan kilo nhằm bạp na từ riêng sàn ok pon profila pon promin cầm pua mà mai pai sập mùi bà chia cầm pua dara Hollywood bà cầm pua sang đa on đa chiết cầm pua on mình tên bà bông sông tờ xa ở bị chết còn bên tai pon khoa kilo bà chim mà pay kilo bà cho bón pon promin kilo tại hai sập bầm bay kilo tê cứ khoa trời mình tên tiện tôi được biết mấy ca nhằm ở lan kilo bà chia bắp bị sao bắp bón từ liên chỉ nè vật hạt đi kia bong adminទីស្ដីក៏ដូចជាវិធីសាស្ត្រអីច្រើនទេកើតតែពីការខំប្រឹងញ៉ាំបើសិនជាបងជាអ្នកមានថវិកាច្រើនដែរបងអាចចំណាយលុយបាទទិញប្រូតេអ៊ីនបាទផឹកបន្ថែមហើយនៅតែរក្សាការញ៉ាំឲ្យបានច្រើនដដែលបាទសម្រាប់ทีมច្បងយើងណាតាមរយៈដែលគាត់ចែកចម្លែកហើយបងបានសិក្សាតពីគាត់ដែរគឺគាត់ញ៉ាំថ្ងៃគឺ5 6ពេលណោះត្រឹមគាត់បានសាច់បាទទៅប្រកួតតាមក្រៅប្រទេសអីហ្នឹងគឺគាត់ត្រូវការពេលវេលាដល់កាត់ខ្លួនឯងច្រើនអញ្ចឹងយើងអាចយកគាត់ជាគំរូបានការពិតទៅទស្សនវិជ្ជាបាទនៃការបរិភោគអាហារគឺជាទស្សនៈមួយដែលយើងស្ដាប់ទៅគឺងាយយល់បាទសាមញ្ញក៏ប៉ុន្តែវាពិបាកអនុវត្តអ្វីដែលយើងត្រូវការគឺការអនុវត្តជាប់មិនដាច់បាទទៅការទម្លាប់អនុវត្តជាប់មិនដាច់គឺជាទម្លាប់ដែលពិបាកក្នុងការធ្វើក៏ប៉ុន្តែពិបាកប៉ុណ្ណាមិនមែនមានន័យថាយើងមិនអាចធ្វើបានទេបាទរៀមច្បងរបស់យើងអាចធ្វើបានហើយបច្ចុប្បន្ននេះបងក៏ចាត់ទុកថាអាចធ្វើបានម្នាក់ដែរហើយបងជឿជាក់ថាបងអូនវេលាក៏អាចធ្វើបានដូចគ្នាហើយបងប្អូនកូនក្មួយយើងដែលស្ថិតនៅក្នុងវិស័យវឹកហាត់រាងកាយបច្ចុប្បន្ននេះបងជឿជាក់ថាពួកយើងអាចធ្វើបានបាទដល់ភ្ជាប់មកជាមួយនឹងមហិច្ឆតាបាទឆន្ទៈក្តីស្រឡាញ់បងជឿជាក់ថាបងអូនប្រកាសជាអាចធ្វើបានបើសិនជាបងអូនបាទមានឆន្ទៈគ្រប់គ្រាន់បាទបងជឿជាក់ថាបងអូនអាចធ្វើបានបើសិនជាបងអូនបាទស្រឡាញ់វិស័យនេះពិតប្រាកដមែនបាទហើយត្រូវចាំថាយើងវឹកហាត់រាងកាយមិនមែនគ្រាន់តែឲ្យបានជាងសង្ហាតែម្យ៉ាងទេអូខេយើងវឹកហាត់រាងកាយទៅតែមានគោលដៅច្បាស់លាស់ឧទាហរណ៍ដូចជារៀនច្បងរបស់យើងខ្លះគាត់វឹកហាត់រាងកាយគឺដើម្បីបាទទៅប្រកួតនៅក្រៅប្រទេសសម្រាប់បងវឹកហាត់រាងកាយដើម្បីបណ្ដោះផ្នត់គំនិតខ្លួនឯងដើម្បីពង្រឹងផ្នត់គំនិតខ្លួនឯងឲ្យរឹងមាំពីព្រោះបងជឿថានៅពេលណាដែលយើងមានផ្នត់គំនិតរឹងមាំបាទគឺយើងអាចសម្រេចការងារដែលយើងចង់សម្រេចបាទយើងអាចសម្រេចក្តីប្រាថ្នាដែលយើងចង់សម្រេចបានគឺមានតែផ្នត់គំនិតរឹងមាំទេទើបយើងអាចធ្វើរឿងជាច្រើនបានហើយកើតតែពីផ្នត់គំនិតរឹងមាំហើយរាងកាយយើងក៏នឹងទៅរឹងមាំដែរហើយសុខភាពផ្លូវចិត្តរបស់យើងក៏ទៅរឹងមាំដែរបាទនេះគឺជាចំណុចសំខាន់ហើយតកតងទៅនឹងការញ៉ាំនេះបងចង់បន្ថែមបន្តិចគឺចង់សូមឲ្យបងអូនទៅបាទឆែកការីបាទថាតើបងអូនញ៉ាំមួយថ្ងៃប្រមាណការីនៅក្នុង YouTube របស់បងដែលមានឈ្មោះថា Be Strongman Official បាទបងអូនអាចចូលទៅឆែកបានបងមាននិយាយច្រើនតកតទៅនឹងការបាទឆែកការីឆែកភាពត្រកក្នុងខ្លួនបាទឆែកជាតិទឹកអីហ្នឹងបងនិយាយច្រើនមកហើយអញ្ចឹងបងអូនអាចចំណាយពេលបន្តិចចូលទៅឆែកនៅក្នុង YouTube របស់បងទៅហើយបងសង្ឃឹមថាវាបានជាអត្ថប្រយោជន៍ទៅកាន់បងអូនបន្ថែមបានជាឯកសារយោងទៅកាន់បងអូនឲ្យបងអូនបានសិក្សាសាជាបន្ថែមទៀតហើយបើសិនជាមានខ្វះចន្លោះខ្វះខាតទៅថ្ងៃណាបងក៏សូមខន្តីអភ័យទោសពីព្រោះរាល់ថ្ងៃនេះបងក៏ជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងការសិក្សារៀនសូត្របាទនៅតែល្ងងនៅតែឆោតបាទគឺមិនទាន់ចេះគ្រប់សពឡើយទេហើយបងអរគុណមែនតើដែលបងអូនផ្ដល់តម្លៃឲ្យបងសួរសំណួរនេះមកកាន់បងហើយបងសង្ឃឹមថាវីដេអូនេះនឹងបានជាអត្ថប្រយោជន៍សម្រាប់បងអូនហើយឆ្លើយចំចំណុចដែលបងអូនត្រូវការហើយពេលនេះពីបង B Strongman យើងចាំជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ